ហើយមើលទេសភាពនៅខាងក្រោយស្អាតអស់តោះដោយសារមានភ្នំមានអីចឹងគឺស្អាតណាស់បងប្អូនហើយមើលផ្ទះគាត់ពី3ខ្នងជាប់គ្នានេះមានផ្ទះតូចផ្ទះធំផ្ទះថ្មផ្ទះឈើអូមើលទាលើខ្នល់ហើយបងប្អូនទាវាហួរផុកលើខ្នល់ហើយហួរអត់ទឹកលិចហ្នឹងbackground ក្រោយនោះគឺភ្នំយ៉ាងស្រស់ស្អាតតែម្ដងអូកន្លែងនេះគឺបាក់ខ្លាំងមែនបងប្អូននេះបាក់ស៊ីផ្លូវនេះស្អាតមែនតើបងប្អូនផ្ទះគាត់នឹងbackgroundមានភ្នំមានអីចឹងអូតោះជុំវិញនឹងមានបន្លែមានដំណាំសំខាន់នេះមានដើមត្នោតទៀតនេះបងប្អូននេះមកផ្ទះគាត់រៀងប្លែកពីគេបន្តិចគេមានអាក្បាលយកមុខនោះ2អូឡើយនេះមានស្ពានមួយឲ្យឆ្លងស្ពានហ្នឹងគឺតូបចាប់ហួយមួយតែម្ដងតូបចាប់ហួយគាត់នឹងគៀកបន្លែមែនតើនេះសារផ្លូវវាពិបាកបងប្អូនវាអាចនឹងកល់បងប្អូនដោយសារឡានគាត់ទាបអូពិបាកមើលកន្លោនេះវាបាក់ដីនេះកន្លែងនេះបាក់ចុងស៊ីដល់ឡាធ្នើបេតុងនឹងទៀតជាងកន្លែងហ្នឹងមានស្ពានមួយហើយសិតតែផ្ទះប្រជាពលរដ្ឋតែបងប្អូនមើលបាទសូមជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីក្រោយពីឃ្លាតឆ្ងាយដោយសារតែខ្ញុំមិនបានផុសវីដេអូប្រហែលថ្ងៃហើយនៅក្នុងខែ9នេះជាទូទៅគឺខ្ញុំរវល់មែនតើបងប្អូនដោយសារតែបុណ្យទានអញ្ចឹងគឺរវល់ហើយថ្ងៃនេះគឺខ្ញុំបានមកដល់ខាងនៅនេះគឺនៅក្នុងស្រុកបាណន់បងប្អូនហើយផ្លូវនេះគឺជាផ្លូវជិះចូលទៅកាន់កន្លែងគេហៅថាភូមិខាងពាក់ស្បែកខាងបឹងក្រសាលខាងជីរក់នៅម្ដុំអាងកពីងពួយហើយផ្លូវនេះគឺខ្ញុំជិះបំបែកចេញពីផ្លូវលេខ57ដែលចិត្តដល់ចំណុចបើសិនជាយើងធ្វើដំណើរពីខាងភ្នំសំពៅមកត្រង់រហូតតាមផ្លូវលេខ57ទិសដៅមកកាន់សំឡូតប៉ៃឡេតហ្នឹងគឺចិត្តដល់ប្រាសាទស្នឹងបងប្អូនចិត្តដល់ប្រាសាទស្នឹងគឺមានផ្លូវបត់ស្ដាំបែបនេះឯងដែលជាផ្លូវភ្លោះអមសងខាងប្រឡាយហ្នឹងគឺជាផ្លូវជិះចូលទៅកាន់ខាងបឹងកសាលខាងជីរក់ហើយផ្លូវនេះក៏ខ្ញុំធ្លាប់ថតបង្ហាញពុកម៉ែបងប្អូនច្រើនដងដែរហើយចឹងថ្ងៃនេះគឺខ្ញុំបានមកម្ដងទៀតខ្ញុំឆ្លងទៅត្រៃខាងនោះសិនពុកម៉ែបងប្អូនចឹងសម្រាប់ប្រឡាយនៅទីនេះគឺទឹករៀងនៅសល់បានប្រឡាយដែរទេហើយថ្ងៃនេះគឺមេឃបើកថ្ងៃស្រឡះល្អចឹងតាមនេះគឺមានផ្ទះប្រជាពលរដ្ឋយើងរស់នៅរាយទេបងប្អូនអត់រស់នៅច្រើននេះទេហើយផ្ទះខ្លះក៏ស្ងាត់បងប្អូនផ្ទះនេះស្ងាត់តែតាមនេះវាស្រែវាស្រូវរបស់គាត់ដូចជាប្រមូលផលអស់ហើយចាំមើលទៅដល់ខាងមុខសិនបងប្អូនដោយសារតាមនេះគឺមានតែផ្ទះប្រជាពលរដ្ឋទេអូនៅខាងនេះស្រែគាត់ធ្វើលើកទី2ហើយបងប្អូនធ្វើលើកទី2ហើយចឹងតាមនេះគឺទេសភាពស្រស់ស្អាតណាស់សម្បូរដើមត្នោតសម្បូរអីមែនទែនតាមនេះចឹងយើងទៅដល់ខាងមុខតិចទៀតហ្នឹងយើងឃើញដល់វត្តពាក់ស្បែកវត្តអីហើយបងប្អូនហើយមានវត្តបឹងក្រសាហើយយើងអាចធ្វើដំណើរឡើងទៅកាន់ជីរក់ជីអីខាងអាងកពីងពួយវិញចឹងគឺខ្ញុំនឹងធ្វើដំណើរតាមនឹងទៅតែម្ដងបងប្អូនខ្ញុំនឹងឡើងទៅកាន់អាងកពីងពួយវិញណាចឹងតាមនេះផ្ទះវាច្រើនគឺមាននៅខាងនេះបងប្អូននេះនៅខាងនេះទេសភាពគឺស្រស់ស្អាតដែរដោយសារតែជាវាស្រែអញ្ចឹងស្ងប់ស្ងាត់ល្អមានដើមឈើដើមអីច្រើនផ្សេងនេះគឺដើមត្នោតនៅជុំវិញផ្ទះគាត់ដើមត្នោតស្ដៅពុទ្រាព្រីងអីចឹងទៅ7ទឹក7អីអូខាងនេះស្រស់ស្អាតណាស់បងប្អូនអើយសម្បូរដើមត្នោតមែនទែនសឡឹងមើលទៅលើវាស្រែខាងក្រៅហ្នឹងក៏មានភ្នំមានអីទៀតចេះគឺស្រស់ស្រាយផ្ទះគាត់អូបន្លែតាមនេះកន្លែងខ្លះហ្នឹងគឺទឹកចង់ដល់បាតតែម្ដងណាបងប្អូនមើលទឹកចង់ដល់បាតចឹងស្រែរបស់ពួកគាត់តាមនេះវាចឹងគឺកំពុងតែដាក់ធ្វើលើកទី2អូស្អាតណាស់បងប្អូនណាទេសភាពតាមនេះស្អាតគាត់ចំគោចំអីច្រើនតាមនេះជាប្រវត្តិយើងចំគោច្រើនហើយឡើយនេះមានដើមឈើមួយដើមទំនងមែនទេនេះគាត់ដាក់បងមួយមកគួយថ្ងៃឡើងខ្វៀលគោខ្វៀលអីផ្លូវតាមនេះគឺខូចហ្នឹងបងប្អូនកាលខ្ញុំមកលើកមុនមិនដល់ថ្នាក់នេះទេតែផ្លូវខាងនោះជិះស្រួលបងប្អូនផ្លូវខាងនោះមួយទៀតណាផ្លូវខ្ញុំជិះនេះវារៀងពិបាក
នៅខាងមុខនោះមានប្រជាពលរដ្ឋយើងគាត់ច្រូតស្រូវដាក់លើខ្នល់ហើយបងប្អូនចឹងមានស្រូវខ្លះគាត់ទឹកប្រមូលផលហើយដែរទេហើយអាស្រែខាងក្រោយនេះគឺជាស្រែលើកទី2ទេអាលើកទី1គឺប្រមូលផលអស់ស្ទើរតែ 90% ហើយចឹងនេះប្រហែលជាលើកទី1ដែរអ្នកតែគាត់ធ្វើរឿងក្រោយគេទៅគឺទឹកបានប្រមូលផលអាគេប្រមូលផលដាក់លើកទី2អស់ទីហើយអូខាងនេះគឺទឹកច្រើនណាស់បងប្អូនទឹកមកខាងពីពុយអានេះផ្នែកខាងលើហើយផ្នែកខាងក្រោមមុនហ្នឹងគឺអត់មានទឹកទេចឹងខាងនេះគឺទឹកច្រើនចឹងគេបើកទម្លាក់ទៅខាងក្រោមទេគេស្ទាក់ទឹកទប់អូកន្លែងនេះស្អាតមែនទេណាបងប្អូនមានរោងគាត់នេះដូចជារោងគាត់ចំគោបងប្អូនស្អាតមែនទេអានេះរោងចំគោគាត់ស្អាតណាខ្ញុំស្ដាយតែទេសភាពនៅទីនេះធ្វើផ្លូវធ្វើអីចូលនឹងស្អាតចាក់គ្រាប់ក្រហមចូលអានេះដើមតកោហ្នឹងក្រោមនេះមានបងមួយដូចដើមតកោក្រៅគោគាត់ទេអានេះវាជាកន្លែងគាត់ស្រាផ្ទះគាត់ក៏មិនដឹងដែរបងប្អូនដូចជាផ្ទះអាចិនត្រៃហើយនេះគឺបែបស្រុកស្រែតែម្ដងបងប្អូនមានអគិសនីប្រើណាតាមនេះចឹងទឹកបន្លាយម្ដងខាងនេះគឺធ្វើគឺចង់ពេញហើយបងប្អូនចង់ពេញបន្លាយដោយសារខ្នល់ខាងនោះគឺលើកខ្ពស់ខ្នល់ខាងខ្ញុំនេះគឺចង់ស្មើនឹងបន្លាយទេខ្នល់ខាងនោះគឺលើកខ្ពស់មែនទេតែនេះខាងនេះអងអាំងកាពីងពួយណាបងប្អូនខាងនេះគឺអាំងកាពីងពួយហើយចឹងផ្លូវនេះឆ្ងាយដែរទ្រាំទៅដល់បឹងវត្តបឹងកសាលហ្នឹងគឺមានផ្លូវបំបែកទៅកាន់ជីរស់ទៅកាន់អាងកំពីងពួយវិញហើយវីដេអូខ្ញុំមិនដឹងថតដល់ណាទេគឺខ្ញុំថតតែ30នាទីទេបើ30នាទីដល់អាងកំពីងពួយតាមនឹងទៅបងប្អូនតែមិនដល់ទេគឺខ្ញុំនឹងកាត់ទៅជា2អូមើលផ្លូវតាមនេះរៀងបបាខ្ញុំជិះខុសផ្លូវក៏បែរគេត្រូវជិះផ្លូវខាងនោះសុទ្ធទៅជិះផ្លូវខាងលើនេះបងប្អូននេះទៅជិះខាងនេះវាខូចខាតដោយសារតែគូយន្តត្រាក់ទ័រអញ្ចឹងហើយផ្លូវខាងនេះស្រួលជិះទេបងប្អូនផ្លូវមានជាងទៀតចឹងខ្ញុំមកខាងនេះមកចឹងតាមនេះមានផ្ទះរីទេប្រជាពលរដ្ឋយើងអូអានេះស្រូវគាត់ចាប់ផ្ដើមរៀងទុំបដើទេនេះចឹងកន្លែងនេះមានផ្លូវចូលទៅស្រែទូចមួយទៀតផ្លូវគ្រូក្រហមឬក៏ផ្លូវដីផ្លូវដីទេអូនេះភ្លៀងជាអត់កើតទេចឹងនេះផ្ទះប្រជាពលរដ្ឋយើងតាមនេះខ្សត់ភ្លៀងដែរមើលទៅដីវាស្រែក៏ដូចកន្លែងខ្លះដូចដីលងសរើងតែម្ដងឬមួយតាមនេះវាជាប្រភេទដីលបាយខ្សាច់ហ្នឹងបងផ្ទះគាត់ដាំដំណាំដាំអីមុខផ្ទះបានច្រើនណាស្អាតបាតមែនតើចឹងកន្លែងនេះមានស្ពានមួយទៀតហើយខ្ញុំដូចចង់ឆ្លងជិះទៅត្រៃខាងនោះម្ដងភាសាត្រៃខាងនេះពិបាកជិះមែនតើពិបាកជិះឥឡូវខ្ញុំឆ្លងមកត្រៃខាងនេះម្ដងទឹកឡើងថ្លាឆ្វេងបងប្អូនទឹកអូឥឡូវនេះគេបើកទឹកបងប្អូនគេបើកឲ្យធ្លាក់មកខាងក្រោមខ្លះទឹកថ្លាឆ្វេងឥឡូវនេះមានរោងកញ្ចុះមួយមានបងមានអីអង្គុយនេះទឹកថ្លាឆ្វេងនៅកញ្ចក់ចឹងបងប្អូនអូផ្លូវខាងនេះក៏មិនសូវជាល្អអីដែរគឺមានការខូចខាតដូចតែគ្នាទេប៉ុន្តែផ្លូវខាងនេះរៀងក្រាន់ជាងនោះហើយមិនក្រាន់ទេបងប្អូនអើយក៏ឡុកដូចតែគ្នាហ្នឹងគាត់ថាវាអត់សមមានដក់ទឹកដូចខាងនោះកន្លែងខ្លះដុះទឹកអូស្រស់ស្រាយណាស់បងប្អូនភាសាជីជាប់មាត់ទឹកចេះវេលានេះគឺវេលាម៉ោង3ហ៎បងប្អូនម៉ោង3សបោប្រជាប្រដ្ឋយើងសបោចិញ្ចឹមគោមែនទែនតាមនេះចឹងមកដល់ខាងនេះគឺផ្ទះប្រជាប្រដ្ឋយើងខាងណាក៏សបោដែរបងប្អូនខាងនេះក៏សបោដែរនេះហើយខាងខ្ញុំជិះនេះក៏សបោដែរ
បូប្រជាពលរដ្ឋយើងរស់នៅច្រើនតូបចាប់ហួយតូបអីដូចជាចិត្តដល់វត្តពាក់ស្បែកហើយភាសាខ្ញុំខានមកយូរដែរមិនសល់ចាំទេបងប្អូនខានមកពី3ខែហើយតាមនេះផ្ទះខ្លះក៏ធ្វើឲ្យជាប់នឹងផ្លូវតែម្ដងអូផ្លូវខាងនេះរលាក់ជាងខាងនោះជិះស្រួលជាងមានផ្ទះប្រជាពលរដ្ឋយើងខ្លះនៅក្នុងនោះមានផ្លូវទៀតឯងជាមានផ្លូវជិះចូលទៀតបងប្អូននេះវាញោមទីបងប្អូននេះអីនេះអត់ឃើញមានផ្លូវជិះចូលទេផ្លូវនឹងជិះចូលពីខាងណាមកវិញអូមែនផ្លូវនឹងប្រហែលជិះម្ដុំវត្តពាក់ស្បែកដោយសារតែដូចជាម្ដុំវត្តពាក់ស្បែកហ្នឹងមានផ្លូវចូលទៅខាងក្រោយវត្តទីរៀងស្ងាត់ណាស្មោះនេះសតពួកគាត់ធ្វើការធ្វើងារអស់ហើយស្មោះនេះទីនេះរៀងចំណាស់អូនោះម៉ូតូជិះចេញមកតិចផ្លូវហ្នឹងផ្លូវជិះចូលភូមិខាងក្នុងនេះស្រូវប្រជាពលរដ្ឋយើងក៏ដាក់លក់អូនេះឯងបងប្អូននេះផ្លូវជិះចូលភូមិខាងក្នុងនេះបងប្អូនផ្លូវឥឡូវយើងដល់សាលារៀនហើយបងប្អូនសាលារៀនបឋមសិក្សាផ្ទះស្បែកគឺនៅមុខខ្ញុំនេះឯងផ្ទះនេះអត់មានអ្នកនៅទេបងប្អូនអើយទីមិនតែផ្ទះនេះភ្លៀងមកអាចលិចនេះសាលាបងប្អូនបឋមសិក្សាពាក់ស្បែកអត់តាន់ចូលរៀនវិញទេបងប្អូនដាច់ខែរងខែក្រោយបងប្អូនបានចូលរៀនភូមិពាក់ស្បែកឃុំស្នឹងស្រុកបន្នន់ខេត្តបាត់ដំបងផ្លូវនេះគឺពិបាកណាស់បងប្អូនអើយខ្ញុំមកកាលពីអត់តាន់ខែវស្សាគឺស្រួលទេផ្លូវនេះគឺឈូសនឹងស្អាតស្មៅស្រួលជិះឥឡូវយើងឆ្លងកាត់មករដូវវស្សានេះគឺគោយន្តត្រាក់ទ័រឬក៏ឡានដឹកស្រូវដឹកអីធ្ងន់អើយធ្វើឲ្យកពិចកពៀតផ្លូវអស់នេះទៅពេលជាប់ពីរដូវប្រមូលផលស្រូវរួចគេចាប់ផ្ដើមឈូសម្ដងទៀតឈូសវាកុំឲ្យមានកន្លុកចេះបងប្អូនអញ្ចឹងបាក់បងប្អូនឲ្យកន្លុកចេះមកកន្លែងនោះគេដាក់ការ៉ុងដាក់អីហើយជាមានការបាក់កុហុកមកផ្ទះក៏ខាងនេះស្អាតដែរផ្ទះដីតាមនេះបាក់ច្រើនហើយបងប្អូនបាក់ទាំងផ្ទាំងកន្លែងនេះយកហុកទឹកហូរនេះអូបាក់ដីបងប្អូនចុះមកគេដាក់ការ៉ុងចឹងនោះយើងដល់វត្តពាក់ស្បែកហើយនេះកន្លែងវត្តពាក់ស្បែកខ្ញុំថាមានផ្លូវមួយទៀតណានេះផ្លូវបងប្អូននេះជាងផ្លូវនេះចូលទៅកាន់ភូមិខាងក្នុងបានដូចគ្នានេះផ្លូវអូនោះកន្លែងមកខ្លងទ្វារវត្តពាក់ស្បែកហ្នឹងគឺមានស្ពានមួយមានលូគេបើកទឹកហូរនេះព្រះវិហារបងប្អូនព្រះវិហារវត្តពាក់ស្បែកនេះបងប្អូនថាគេបើកទឹកកន្លែងនេះទឹកហូរទឹកបាញ់តែម្ដងហើយគេដាក់អុយរត់ត្រីទៀតទឹកលឹងថ្លាឆ្វេងទឹកនេះមកពីអាងកពីងពួយទៅវត្តពាក់ស្បែក
ទឹកថ្លាណាស់បងប្អូនទឹកថ្លាខាងនេះមានជាការដូងយល់ទៅស្បៀបខាងនេះស្រស់ស្អាតបងប្អូនមើលទៅឃើញមានភ្នំមានស្រែមានអីគឺស្រស់ស្អាតមែនទែនខ្យល់បក់ល្វិចម្ដងកន្លែងនេះផ្ទះគាត់រឿងប្លែកពីគេតិចផ្ទះឈើនេះដូចអត់មានអ្នកនៅទេផ្ទះឈើនេះគេបោះបង់ហើយមកផ្ទះគាត់រឿងប្លែកពីគេបន្តិចគេមានអាក្បាលយកមកនោះ2ក្រឃើញផ្ទះបែបហ្នឹងហើយមកដល់ខាងនេះមានផ្ទះមួយខ្នងទៀតផ្ទះគាត់ទូចទេតាមនេះទៅសភាពស្អាតណាស់បងប្អូនបើបានផ្លូវស្រួលអីគឺអស់តោះតាមនេះកន្លែងនេះស្អាតនេះស្អាតមែនតើបងប្អូនផ្ទះគាត់នឹងbackgroundមានភ្នំមានអីចឹងតោះជុំវិញនឹងមានបន្លែមានដំណាំសំខាន់នេះមានដើមត្នោតទៀតនេះបងប្អូនស្អាតមែនតើខ្យល់អាកាសល្អថ្ងៃនេះគឺខ្យល់ខ្លាំងមែនទែនខ្យល់លហៀតាមផ្លូវនេះគឺចរាចរណ៍នោះគឺមកមានញឹកមែនទែនណាគឺម៉ូតូចេញចូលដៃសិស្សវិចិត្រគឺសបោតែម៉ូតូផ្លូវរៀងពិបាកបន្តិចបងប្អូនផ្លូវពិបាកបន្តិចតែទេសភាពឯនេះគឺស្រស់ស្អាតសម្បូរប្រជាពលរដ្ឋរស់នៅទេសប្រជាពលរដ្ឋនោះក៏សម្បូរធូរធារដែរគេច្រើនតាមនេះពួកគាត់ជាកសិករជាអ្នកស្រែតែម្ដងចំការអីមិនសូវមានទេផ្ទះក៏ធំហ្នឹងបងប្អូនក៏ធំចំការនោះក៏មានតែម្ដងតាមនេះមានតែចំការតិចតួចនៅជុំវិញផ្ទះគាត់មានដំណាំបន្លែប្លុកហូបផ្លែតិចតួចទេដីក្រោយផ្ទះគាត់ឯនេះគឺសិតតែស្រែទាំងអស់ផ្ទះនេះដូចស្ងាត់ទេតែនេះអត់មានអ្នកនៅទេផ្ទះគាត់ពីច្រើនធ្វើជាប់មួយផ្លូវតែម្ដងផ្ទះចាប់ភួយមួយនេះខ្ញុំទៅចង់ឆ្លងផ្លូវទៅខាងនេះម្ដងបងប្អូនខ្ញុំចង់ជិះត្រែកនេះម្ដងឆ្លងស្ពាននេះមកជីត្រៃមកជាងទៀតម្ដងទឹកច្រើនណាទឹកច្រើនមែនទែនតាមនេះដល់ខាងនេះគឺរលាកតែម្ដងចឹងប្រជាពលរដ្ឋយើងរស់នៅច្រើនតាមនេះផ្លូវមិនស្រួលសោះផ្លូវនេះប្រហែលជាមកគោយួនអីចូលមកច្រើនពេកឬក៏មិនឬក៏យើងចាក់ថ្មស្ដើងកពិចកពីតអស់ហើយមើលហើយប្រជាពលរដ្ឋរស់នៅច្រើននេះនៅក្នុងស្រុកបាននន់ឃុំស្នឹងណាបងប្អូនស្រុកបាននន់ឃុំស្នឹងមកដើម7គាត់មកដើមនេះសាខាល្អចងរឹងនៅក្រោមនឹងស្អាតតែម្ដងយើងដូចចិត្តដល់ខាងបឹងក្រសាលហើយបងប្អូនចិត្តដល់ខាងវត្តបឹងក្រសាលហើយទេសភាពស្អាតខាងក្រោយនោះសម្បូរភ្នំជួរភ្នំតាក្រៀមអីហ្នឹងបងប្អូនជួរភ្នំអាងកពីងពួយតាក្រៀមអីហ្នឹងគឺនៅខាងហ្នឹងឯងភ្នំដែលខ្ញុំថតជាប់ហ្នឹងក៏ដាំពោតដាំអីគឺល្អដីតាមនេះល្អគួរសមដែរហ្នឹងដាក់អីក៏ល្អខ្ញុំរកផ្លូវឆ្លងទៅត្រៃខាងនោះវិញសិនបងប្អូននៅខាងនេះអត់កើតទេ
វារលាកមែនតើបងប្អូនរលាកមែនតើផ្ទះក៏ធំអូមកក្មេងៗលេងបាល់លេងបាល់កណ្ដាលថ្ងៃត្រង់នោះឯងបងក្មេងៗលេងបាល់ផ្ទះតាមនេះផ្ទះខ្លះទុកចោលច្រើនណាស់បងប្អូននេះដើមអំពិលទឹកសបោហ្មងតាមនេះគាត់សបោដើមអំពិលទឹកមុខផ្ទះគាត់ដើមចង្ករីអំពិលទឹកដើមអំពិលនេះគឺអំពិលទឹកនេះបងប្អូននេះហើយគាត់សបោចិញ្ចឹមគោបងប្អូនសបោចិញ្ចឹមគោមែនទេគោគាត់ចិញ្ចឹមគោច្រើនណាអូផ្ទះគាត់នេះគឺជុំវិញអត់មានអីទាំងអស់លហោលហេវតែទេសភាពខាងក្រោយស្អាតឡើយខ្ញុំឆ្លងទៅខាងនោះវិញសិននេះគេសារកន្លែងនេះមានកន្លែងឆ្លងអូផ្ទះនេះដូចអត់មានអ្នកនៅស្ងាត់ល្អផ្លូវមិនសខុសគ្នាទេពុកម៉ែបងប្អូននេះផ្លូវរៀងពិបាកមែនទេរលាកក៏រលាកដែរភូមិពាក់ស្បែកកន្លែងខ្លះមានស្ពានបេតុងស្ពានអីក៏ធ្វើស្ពានឈើតែនេះឆ្លងទៅត្រៃម្ខាងទៀតនេះរោងនេះរោងឬក៏ផ្ទះទេធ្លុះធ្លាយអស់អូផ្លូវខាងនេះពិបាកជាងខាងនោះទៀតកន្លែងនេះថ្នាក់ឡានបើខាងនោះវិញហ្នឹងគេដោយសារគេដឹងតែផ្លូវនេះពិបាកឲ្យគាត់មើលផ្លូវក៏ហូបប៉ុណ្ណានៃឡានចូលមិនរួចផ្លូវនេះបើភ្លៀងគឺរឹតតែពិបាកភ្លៀងគឺអាចនឹងល្អិលពិបាកជិះតែយើងដល់ផ្លូវខាងបឹងកសាលគឺស្រួលទេបងប្អូនគឺស្រួលទេស្រួលនោះឡានធុនទូចមកពីមុខខ្ញុំនោះហើយផ្លូវចេះគឺរៀងពិបាកតិចហើយនោះឡានភេទឡានទីបភេទកាំរីភេទអីហ្នឹងអូខ្ញុំមិននឹកស្មានតែផ្លូវនេះខូចលឿនដល់ម្លឹងទេបងប្អូនកាលខ្ញុំមកពីមុនរដូវវស្សាគឺផ្លូវនេះជិះស្រួលតាមានអត់មានបែបនេះទេផ្លូវនេះបាយជារួងនៅការខូចខាតយ៉ាងតំណមតែម្ដងហើយនេះឲ្យឡានគាត់ទៅមួយសិនបងប្អូនចាំមើលឲ្យឡានគាត់មកមួយសិនមើលឡានគាត់បើកកិច្ចនឹងគៀកបន្លាយមែនតើនេះថាផ្លូវវាពិបាកបងប្អូនវាអាចនឹងកល់បងប្អូនដោយសារឡានគាត់ទាបអូពិបាកមើលកន្លោរំបានជិះម៉ូតូទៅជិះឡាននេះរៀងពិបាកជិះឡាននឹងឲ្យយឺតជាងតោឲ្យផ្លូវនេះតែប្រជាពលរដ្ឋរស់នៅច្រើនណាបងប្អូនខាងនេះសើផ្ទះប្រជាពលរដ្ឋទាំងអស់23នាទីបាត់ហើយបងប្អូនគាត់ថតលេងសោះមើលនេះផ្លូវមុខផ្ទះគាត់ឯងឡើងវល់ចេញទៅផ្ទះមកប្រឡាក់ផុកប្រហើយមើលផ្លូវឡើងវល់ហើយបងអើយឡានធុនធ្ងន់ចូលមិនអាប្រភេទឡានដឹកស្រូវបងប្អូនខ្ទេចអស់ហើយ
ហើយវាច្រើនបន្លាយតាមនេះមើលទៅដូចបាក់ហ្នឹងបងនេះវាបាក់ដីហើយនេះកន្លែងនេះបាក់ចុងស៊ីដល់ឡាធ្នើបេតុងហ្នឹងទៀតជាងកន្លែងហ្នឹងមានស្ពានមួយហើយសិតតែផ្ទះប្រជាពលរដ្ឋទាំងអស់បងមើលសិតតែផ្ទះប្រជាពលរដ្ឋរស់នៅមកកណ្ដោបងដល់អូយើងមកដល់នេះផ្លូវរៀងស្រួលហ្នឹងបងផ្លូវរៀងស្រួលនេះផ្លូវនេះចូលទៅកាន់ផ្ទះប្រជាពលរដ្ឋឬក៏មិនអូចូលទៅកាន់ផ្ទះប្រជាពលរដ្ឋផងចូលទៅស្រែផងសិតដីទាំងអស់ផ្លូវចឹងដូចខ្ញុំបាននិយាយពីដើមវីដេអូអញ្ចឹងពុកម៉ែបងប្អូនគឺបាត់ខ្ញុំមករយៈនេះគឺខ្ញុំមិនតាណាទេបងប្អូនដោយសារតែខ្ញុំរវល់ខែភ្ជុំចឹងគឺខ្ញុំរវល់ជាពិសេសថ្ងៃភ្ជុំនឹងតែម្ដងបងប្អូនគឺរវល់ក្នុងការមកមានញឹកក្នុងការលក់ដូរពួកពេលហ្នឹងគឺជាឱកាសក្នុងការលក់ដាច់ហ្នឹងបងប្អូនជាងក៏ខ្ញុំមិនបានចេញថតវីដេអូឬក៏ទៅថតសកម្មភាពនៅទីវត្តអារាមឬក៏កន្លែងរមណីយដ្ឋានណាទេជាទម្លាប់រៀងរាល់ឆ្នាំគឺខ្ញុំមិនដែលបានបង្ហាញបងប្អូនទេក៏មានបងផ្សេងក៏ថតបង្ហាញច្រើនទៅនឹងទីវត្តអារាមដំណើរកំសាន្តផ្សេងទៅកាន់រមណីយដ្ឋានក្នុងខេត្តបាត់ដំបងវាច្រើនគាត់បានថតចំណែកតែខ្ញុំនេះគឺបាត់ឈឹងតែម្ដងដោយសារតែរវល់អត់មានបានចេញទៅណាឆ្ងាយទេចេញបន្ទាប់ពីហើយភ្ជុំគឺខ្ញុំទំនេរវិញហើយបងប្អូនទំនេរវិញអូកាលនេះឃើញទឹកហូរមកពីខាងនោះបែរជាកបោមមកកបោមពីស្រែមកវិញណាគាត់ព្រោះស្រូវព្រោះអីគាត់បូមទម្លាក់បន្លាយជាងទៀតជាប្រវត្តិយ៉ាងតាមនេះគាត់ជាប់ផ្លូវគាត់ធ្វើជាប់ក្នុងផ្លូវតែម្ដងអូយាយដេញគោមកផ្ទះគាត់ធំធ្វើជាប់ផ្លូវហើយនេះមានតូបចាប់ហួយមួយនេះបងប្អូនចុះយើងមកដល់ខាងនេះផ្លូវរៀងស្រួលបន្តិចហើយផ្លូវអត់សូវមានបញ្ហាអីទេដល់ខាងមុខដូចជាមានកន្លែងភូមិជនជាតិខ្មែរអ៊ីស្លាមបងប្អូនចាំបានណានោះនៅខាងមុខខ្ញុំនោះឯងក្នុងនោះមានព្រះវិហារគេធំព្រះវិហារខាងសាសនាខ្មែរអ៊ីស្លាមហើយខ្ញុំធ្លាប់ជិះចូលទៅថតដែរបងប្អូនក្នុងនោះខាងស្ដាំដៃខ្ញុំនេះគឺទេសភាពស្រស់ស្អាតណាស់បងប្អូនអើយភាសាយើងឃើញតម្រោះព្រៃភ្នំឃើញភ្នំនេះគេថតទៅឃើញស្អាតមែនតើនេះយើងមកដល់ហើយបងប្អូនដល់ខាងអាចនិយាយថាកន្លែងនេះភូមិបងប្អូនខ្មែរអ៊ីស្លាមដោយសារយើងឃើញនេះកន្លែងនេះលក់សំណាញ់លក់អីជាច្រើនលក់សំណាញ់ពោស្អាតមែនគាត់ទៅលក់គ្រប់ពោតែម្ដងចឹងយើងដឹងហើយបងប្អូនខ្មែរអ៊ីស្លាមយើងគឺគាត់ជំនាញខាងនេសាទតាំងពីដើមលើមកពួកគាត់ចូលចិត្តរស់នៅតាមមាត់ទន្លេមាត់ពោមាត់ស្ទឹងពួកគាត់មានសមត្ថភាពក្នុងការជាមួយទឹកអីយូរណាបងប្អូនតាមខ្ញុំដឹងចឹងនេះកន្លែងនេះគឺផ្លូវចូលទៅកាន់បងប្អូនខ្មែរអ៊ីស្លាមយើងនៅឆ្វេងដៃខ្ញុំនេះបងប្អូនបត់ឆ្វេងដៃទៅចូលទៅកាន់ទីតាំងភូមិសាស្ត្របងប្អូនខ្មែរអ៊ីស្លាមអានោះប្រជាប្រដ្ឋរស់នៅច្រើនណាយើងមើលពីចម្ងាយដូចជាឃើញដបូលព្រះវិហារដែរអូនេះខាងនេះបងប្អូននេះឃើញភ្នំយ៉ាងស្រស់ស្អាតតែម្ដងឃើញភ្នំយ៉ាងស្រស់ស្អាតចឹងយើងសបប្រហែលជា3-4គីឡូទៀតដល់វត្តបឹងក្រសាលបងទឹកថ្លាឆ្វេងតែម្ដងទីនេះបន្លាយគឺថ្លាដូចកញ្ចក់អញ្ចឹងណាអូសង្កេតឃើញថាតាមនេះអត់មានផ្ទះជាបរតផងតើខាងមុខបងប្អូននៅខាងមុខអត់មានផ្ទះជាបរតអូនេះបងប្អូននេះដបូលខាងពហិយសាសនាបងនេះ
ហើយតាមនឹងគឺសិតតែផ្ទះប្រជាពលរដ្ឋតាមដងផ្លូវនឹងជាចូលទៅរហូតហូបហៀនឹងទៀតហ្នឹងបងប្អូនសិតផ្ទះឥឡូវវីដេអូខ្ញុំឈានដល់នាទីទី29ទៅហើយបងប្អូនហើយអត់តាមដល់វត្តបឹងក្រសាលទៀតជិះកន្លះម៉ោងហើយសារខ្ញុំជិះកុងទ័រយឺតណាបងប្អូនអញ្ចឹងអត់ងាយទេអត់ងាយដល់ទេចឹងតាមនេះប្រជាពលរដ្ឋយើងចាប់ផ្ដើមធ្វើលើកទី2ហើយស្រែខ្លះក៏ដោះរៀងវែងស្រែខ្លះក៏ស្រូវក៏ទៅចាប់ផ្ដើមដោះទេដូចនេះស្រែមុខខ្ញុំនេះគឺទៅដាក់ទេនេះខេងមកព្រឺងមកហើយព្រឺងមកហើយចឹងសង្ឃឹមថាលើកទី2នេះតម្លៃស្រូវគឺមានស្ថានភាពល្អជាងឥឡូវនេះបងប្អូនអាចបានមកតោន80 90ឬក៏ឈានដល់1លានជាងអីក៏ល្អដែរកុំឲ្យដូចស្ថានភាពមុន60អីហ្នឹងអូជាប់ហើយអូឡើយនេះមានស្ពានមួយឲ្យឆ្លងស្ពានហ្នឹងគឺតូបចាប់ហួយមួយតែម្ដងតូបចាប់ហួយគាត់យ៉ាមើលផ្ទះគាត់នេះផ្ទះឬក៏រោងទេនេះដូចជារោងទេអូទេសភាពស្អាតមែនទែនតាមនេះបងប្អូនមើលផ្ទះគាត់ហើយមើលទេសភាពនៅខាងក្រោយស្អាតអស់តោះដោយសារមានភ្នំមានអីចឹងគឺស្អាតណាស់បងប្អូនហើយមើលផ្ទះគាត់2 3ខ្នងជាប់គ្នានេះមានផ្ទះតូចផ្ទះធំផ្ទះថ្មផ្ទះឈើអូមើលទាលើខ្នល់បងប្អូនទាវាហួរផុកលើខ្នល់ហើយហួរអត់ទឹកលិចហ្នឹងបេក្រោយនេះគឺភ្នំយ៉ាងស្រស់ស្អាតតែម្ដងអូកន្លែងនេះគឺបាក់ខ្លាំងមែនបងប្អូននេះបាក់ស៊ីផ្លូវស្អាតណាស់បងប្អូនស្អាតណាស់ចឹងឡើយនេះទឹកហូរនេះចឹងនៅប្រហែលជា1 គីឡូអីជាងទៀតបងប្អូនបានដល់ខាងវត្តពាក់ស្បែកឥឡូវវីដេអូខ្ញុំ31នាទីទៅហើយឥឡូវខ្ញុំដូចជាចង់បិទវីដេអូត្រឹមនឹងសិនបងប្អូនហើយខ្ញុំនឹងថតតទៀតគឺខ្ញុំថតដល់ខាងពាក់ស្បែកខ្ញុំនឹងឡើងទៅកាន់ជីរស់ឡើងទៅកាន់អាងកំពីងពួយវិញអញ្ចឹងវីដេអូមួយឃ្លីបនេះគឺខ្ញុំបញ្ចប់ត្រឹមនេះសិនបងប្អូនអញ្ចឹងបងប្អូនចាំតាមដានវីដេអូខ្ញុំនៅថ្ងៃស្អែកខ្ញុំនឹងថតតអញ្ចឹងបើក្នុងវីដេអូនេះខ្ញុំនិយាយកន្លែងណាមិនត្រឹមត្រូវខុសឆ្គងត្រង់ចំណុចណាក៏សូមទោសសូមអធិស្ឋានផងបងប្អូនកុំភ្លេចជួយឲ្យមេដៃជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនជម្រាបលាវីដេអូក្រោយក៏ខ្ញុំនឹងថតត